គុណខ្មែរគូអន្តរជាតិទី2លក្ខណៈកងចេញមរៀមទឹកទី2 round 2បាទទឹកទី2 round 2បាទហក់ពេលបានមិនអាចទប់បញ្ជើសងពីវាសនាញាក់ពីយ៉ាវយ៉ាងថយវាសនាគេទប់បញ្ជើមាញ់មិញបាទលូវាយទុកទៅរបស់យ៉ាវយ៉ាងទប់បញ្ជើតក្រៅពីយ៉ាងគិចមកតារបស់វាសនាបាទគិចលឿនមែនតើសម្រាប់យ៉ាងនេះនោះមិនចូលមកដៃរបស់វាសនាណែនតក្រៅពីយ៉ាងតក្រៅមកទៀតរបស់បាទយ៉ាងវាសនានៅទប់បញ្ជើរបស់សូវាសនាយោអូកុសលមួយជើងបែកបាត់ហើយមាញ់មិញបាទបែកហើយបាទអូវាសនាអាវុធធ្ងន់ណាស់បាទមួយជើងមាញ់មិញនេះបាទឡើយលោកយ៉ាងណាជូតឈាមទីសិនបាទមើលទៅឈាមច្រើនបញ្ជូនទៅឲ្យគ្រូពេទ្យមើលសិនតើអាចបន្តដំណើរទៅមុខឬក៏យ៉ាងណាដែរសម្រាប់កីឡាករចិនអូបាទសោកស្ដាយបាទសម្រាប់បាទកីឡាករបាទយ៉ាវយ៉ាងលោកគ្រូពេទ្យកវីដៃថាมันអាចបន្តដំណើរទៀតទេដោយសារតែបែកធំពេកចុងភ្នែកបាទវាសនាមួយរយៈនេះបាទកាន់តែឡើងពីមួយវគ្គទៅមួយវគ្គហើយបាទការប៉ះជាមួយនឹងកីឡាករជប៉ុននោះផ្ដួលទឹកទី1ដល់ប្រើកែងម៉ង់បែកធំបាទឥឡូវប៉ះកីឡាករចិនប៉ះទឹកទី1ទៀតបាទល្អមែនទែនសម្រាប់ការប្រកួតនេះបាទរូបភាពយឺតនេះទាត់មួយជើងអូបាទមួយជើងកន្លែងនេះហើយបាទបែកនេះបាទសុំរងទៀតណែនបាទមួយជើងនេះបាទវេបាទលោកគ្រូពេទ្យកវីដៃថា no បាទធ្លាប់តែមកកែងឯងបែកបាទនេះមួយជើងបែកមួយជើងបាទចូលស្មងជើងណែនបាទនេះបើចូលកស្លាប់ដល់ពេលចូលគល់ចើមបាទបែកតែម្ដងបាទមួយជើងបានវិញវេបាទឡើងវេបាទបានលោកញ៉ាកដាលឿនដែរបាទចាប់ជាប់កលេចមើលទៅបែកបាត់ឈាមបាទបញ្ជូនទៅលោកគ្រូពេទ្យបញ្ចប់ការប្រកួតតែម្ដងដោយសារតែបែកធំពេកបាទអញ្ចឹងថ្ងៃនេះបាទគ្រូពេទ្យមានការងារធ្វើច្រើនបាទតាំងគូទី1ដល់គូទី2ហើយគូទី3ហ្នឹងគឺរាជសីកញ្ញាំពុះភក្តីគុណខ្មែរប៉ះជាមួយនឹងមីយ៉ាន់ម៉ាអរគុណផ្ដល់ទូនាទីជូនទៅដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចាសសូមអរគុណបងកកក្រហមសូតវាសនាឈ្នះកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវលោកកញ្ញាកដា